ពីថ្ងៃប្រើម្ដងថ្ងៃហ្នឹងទៅពេលលោកគ្រូនេះបើគិតទៅប្រហែលឆ្នាំហ្នឹងបើមិន10អីមិន10ឆ្នាំមិន10ពី10ចូលមក10ពី10ឆ្នាំបាទមានដែរបញ្ចូលឈាមមានដែររើឡើងវិញទេតាំងពីអត់ដែរបញ្ចូលឈាមដែររត់អីទៅបញ្ចូលឈាមទៀតណាចាអត់សោះមកអត់ដែរបញ្ចូលឈាមសោះមកតាំងពីតលោកគ្រូហើយមកអត់បាទខ្ញុំតាំងពីមុនទៅជួបលោកគ្រូខ្ញុំមានជំងឺគេហៅថាជំងឺមហារីកក្របឈាមបាទមហារីកក្របឈាមហ្នឹងដូចតែធ្វើទុកវាអស់កម្លាំងហេតុរហ័យវាឈាមតាមថ្មិញអូតាមថ្មិញចឹងហើយដល់ពេលហើយបើតើណាទៅពេទ្យគេថាបញ្ចូលឈាមបញ្ចូលរហូតមួយជីវិតហើយដល់ពេលហើយខ្ញុំក៏អស់សង្ឃឹមថាវាមិនរហូតទេមិនបាច់តែងដល់ឈាមណាបានបញ្ចូលបើបញ្ចូលមួយជីវិតចឹងដល់ពេលហើយមានកាត់សាសវិញតិចមានបានទេរបស់បងប្អូនអីកូនក្មួយអីរឈាមគេទេកន្លងមកមុនជួបគ្រូមានមុនជួបលោកគ្រូទេដូចថារឈាមហ្នឹងរលេងបានហើយបើអត់មានបងគ្រប់គ្នាអើយកូនអីកូនក៏រស់ហើយក្មួយរស់ហើយបងប្អូនក៏តាក់ទងសុំគេទៀតណាបាទហើយបន្ទាប់ពីបញ្ចូលឈាមហើយក៏ដូចថាដូចធ្លាប់មានទៅស្រុកក្រៅដែរទៅដល់ចុកយួនម្ដងហើយដល់ពេលហើយទៅដូចថាខ្ញុំវាប្រើថ្នាំនឹងខ្លាំងពេកយួនអត់ដែលពេទ្យគេពិនិត្យមើលគេថាទៅជាចង់មហារីកកាពះអញ្ចឹងលេខថ្នាំច្រើនបាទដល់ពេលហើយខ្ញុំក៏អត់ជឿពេទ្យថាខ្ញុំឈឺបែកក្របឈាមក្រហមអ្នកនេះទៅមើលប៉ះពាល់ដល់កាពះហើយតែឯកាពិតកាពះមែនទៀតព្រោះយើងលេបថ្នាំច្រើនពេកបាទដល់ពេលហើយក៏ពេទ្យគេថាមើលដូចតែនៅស្រុកខ្មែរដែរដល់តែបញ្ចូលឈាមយ៉ាងណាខ្ញុំទៅបានម្ដងក៏ឈប់ទៅណាហើយទៅភ្នំពេញមិនធ្លាប់ទៅពេទ្យនៅភ្នំពេញដឹងប្រហែលជើងប្រហែលដងហើយបញ្ចូលឈាមបញ្ចូលពេកដល់អស់កន្លែងអស់ឈាមបញ្ចូលក៏ឬសូតំណែងឬសូផ្សាយដែលថាក៏អញ្ចឹងសុំកាត់សាសវិញតិចអញ្ចឹងពេទ្យភ្នំពេញពេទ្យល្បីគឺចូលអស់ហើយហើយចូលអស់ហើយពេទ្យល្បីបាទហើយពេទ្យគេថាមិនដែរតែពេទ្យគេថាជំងឺហ្នឹងមើលមិនជាអញ្ចឹងមើលអត់ជាហ្មងជំងឺហ្នឹងដល់បញ្ចូលឈាមរហូតហើយបើដឹងព័ត៌មានប្រហែលថ្ងៃបានមានសម្រាប់ចិត្តទៅកន្លែងលោកគ្រូនឹងមិនយូរថ្ងៃហ្មងទេព្រោះអីយើងឈឺវាកុនដែរណាជួយស្ទើរឆាប់ទៅដែរខ្ញុំឃើញអ្នកដែលមាននិស័យមួយខ្ញុំច្រើនពេលដឹងព័ត៌មានភ្លាមអត់នៅយូរចាបាទគឺទៅហ្មងអត់មានរងចាំយូរមីងមាននៅចាំបានទេកាលកំឡុងទៅព្យាបាលជាមួយលោកគ្រូកំឡុងឆ្នាំណាដែរមីង2013ម្ដង2013 2014ព្រោះខ្ញុំចាប់ឈឺ2013ហើយចាប់ឈឺវាតាមថៃវាដូចថាមិនដល់មួយឆ្នាំទេបានទៅឡើងលោកគ្រូហ្នឹងបាទមានចាំហើយសំផលិតផលប្រហែលមុខដែរកាលនោះលទ្ធផលហ្នឹងវាមានឆុងមានឆុងផងមានអាក្រក់ផងសរុបប្រហែលមុខដែរមិនចាំហើយកាន់ជាប់ទូមកបែបមិនខំពី4ទេមិនខំពី4ឡើងទៅ5កាពះហងបាទកាពះផងឯងបាទខ្ញុំចាំផលិតផលដែលមានពិសាណាបាទតាមដែលខ្ញុំចាំមិនច្បាស់ទេមានទឹកដោះគោកាល់ស្យូមមានចិត្តដែកជាមួយក្របឈាមមានសារ៉ាយសមុទ្រពីរ៉ូណាបាទនឹងមានមួយចំនួនទៀតដោយសារអីជំងឺអ្នកជំងឺឈាមសមិនអាចហូបដូចគ្នាទាំងស្រុងទេវាបត់បែនតាមជំងឺនីមួយៗណាដូច្នេះយើងបត់តាមជំងឺរបស់គាត់អត់អាចហូបទៅជំងឺដូចមីងអញ្ចឹងហូបដូចគ្នាទេតែក្នុងមួយខែបញ្ចូលឈាមប្រហែលមួយកន្ថប់មានចាំមិនដល់ខែទេក្នុងមួយខែហ្នឹងដល់2ដង3ដង2ដងទៅ3ដងហើយម្ដងប្រហែលសាត់ដែរមានចាំដែរម្ដងវាមានដូចថាផ្លាកែតនោះ2អញ្ចឹងអាឈាមហ្នឹង3អញ្ចឹងឈាម3ទៅផ្លាកែត2អញ្ចឹងទៅបាទហើយចាប់ដើមស្គាល់លោកគ្រូមកមីងហូបមានចាំបានទេកាលនោះហូបប្រហែលប្រហែលឈុតដែរបានល្អប្រសើររហូតដល់ថ្ងៃហ្នឹងហូបមួយឈុត2ឈុតអីហ្នឹងវាដូចថាវាឡើងតិចក្នុងខែទី1ទី2ឡើងតិចផ្លែតិចចុះខែទីប្រហែលដែលផ្លែច្រើននេះគេមកចូលដល់ខែទី5អីទៅបានដឹងច្បាស់ខែទី5មិនដឹងច្បាស់ហ្មងបាទអញ្ចឹងលោកស្រីដែលមានបញ្ហាជំងឺនេះបាទសូមស្ដាប់ប្រសាសន៍របស់អ្នកមីងព្រោះអ្នកមីងគឺជាអ្នកប្រើផ្ទាល់មិនមែនខែទី1ដឹងប្រសិទ្ធភាពពោះទេអត់ទាន់ដឹងទេក្នុងខែទី4ខែទី5ដឹងខ្លាំងបាទហើយបើតាមដែលខ្ញុំចាំមិនភ្លេចទេប្រហែលជាប្រើប្រហែលជា5ខែមីងពីថ្ងៃប្រើម្ដងថ្ងៃហ្នឹងទៅពេលលោកគ្រូនេះបើគិតទៅប្រហែលឆ្នាំហ្នឹងបើមិន10អីមិន10ឆ្នាំមិន10ពី10ឆ្នាំចូលមក10ពី10ឆ្នាំហើយបើនិយាយទៅជាង10ឆ្នាំហើយណាបាទមានដែរបញ្ចូលឈាមមានដែររើឡើងវិញទេតាំងពីអត់ដែរបញ្ចូលឈាមដែររត់អីទៅបញ្ចូលឈាមទៀតទេណាចាអត់សោះមកអត់បញ្ចូលឈាមសោះមកពីតូនគ្រូហើយមកអត់បាទពិតជាមិនធម្មតាទេលោកស្រីអ៊ំពុំមីនិយាយតានេះគឺបើនិយាយទៅគឺថា 100% ណានេះណាបាទបើសិនជាគាត់ណាអន់យើងរត់ទៅទៀតណាអានេះ 100% បាទនេះរត់ទៅទៀតតែឥឡូវដូចថាវាខ្វល់ខ្លាំង10ឆ្នាំជាងមិនធម្មតាទេបងប្អូនមិនធម្មតាទេបាទហើយក្នុងនាមដែលមីងអ្នកជំងឺផ្ទាល់ក៏ដូចជាឥឡូវចង់បានចំណាប់អារម្មណ៍ពូម្ដងពេលឃើញមីងសុខភាពល្អអញ្ចឹងពូមានចំណាប់អារម្មណ៍ក្នុងចិត្តហ្នឹងយ៉ាងម៉េចដែរដែលឃើញលទ្ធផលល្អប្រសើរអញ្ចឹងពូខ្ញុំមានចិត្តល្អសប្បាយមកពីឆ្នាំលោកគ្រូនឹងបានជួយបានបាទហើយបើតាមខ្ញុំដឹងហើយខ្ញុំចាំបានសម្ដីរបស់មីងគាត់និយាយថាកាលដែលទៅដល់កន្លែងខ្ញុំហ្នឹងគាត់ថាកំពុងតែឈឺធ្ងន់ហ្នឹងគាត់ថាផ្ដាំផ្ញើកូនផ្ដាំផ្ញើតឡងផ្ដាំផ្ញើប្តីអស់ហើយថាបែបមិនរស់ទេបាទហើយមានផ្ដាំអត់ទេផ្ដាំសោកកូនថាណោះឯងអូលុយអីការប្អូនហ្នឹងអើយជួយមើលកូនហ្នឹងឲ្យមើលអូឯងអូឯងកាលនោះការកូនឲ្យអស់ហ្មងការឲ្យ2ហ្នឹងការឲ្យ2នៅ3បាទឥឡូវការឲ្យអស់នៅហើយ10ឆ្នាំជាងហើយការឲ្យអស់ឥឡូវមានលួចផ្ដាំពូទៀតទេផ្ដាំ
កូនទៀតហើយឡើយមានលួចផ្ដាំ ឥឡូវចេះបើផ្ដាំណាបាច់យកប៉ុនទៀតបានហើយតែណាមិន បាទលំភើបខ្ញុំលំភើបឃើញមីងទទួលបានភាពសមមកហើយមិនមែនតែមីងម្នាក់ទេគឺច្រើនណាស់អ្នកដែលសិតតែអស់សង្ឃឹមជាមួយខាងស្ថាប័នខាងក្រៅណាមីងបាទមកទទួលសមមកហើយលោកគ្រូឃើញបែបនេះគឺលោកគ្រូលំភើបហើយចុះបើសិនជាបងប្អូនយើងគាត់មានជំងឺប្រហាក់ប្រហែលនឹងមីងឬក៏ស្តៀងនឹងមីងអញ្ចឹងមីងគាត់ចង់សួរព័ត៌មានបន្ថែមមីងអាចផ្ដល់ជាលេខទូរស័ព្ទដើម្បីឲ្យគាត់សួរនាំបន្ថែមបានមីង បាន លេខរបស់មីងលេខប៉ុន្មាន លេខរបស់ខ្ញុំលេខ088 73 33 774 774លេខហ្នឹងតាមពិតប្រើយូរអត់តាំងពីជំនាន់ទៅលោកគ្រូ តាំងពីមុនតាំងពីមានទូរស័ព្ទមកដែរនៅ បាទប្រើបានជាប់ល្អមែនឥឡូវនេះចុងក្រោយមីងមានពាក្យពេចន៍អីដើម្បីផ្ញើជាសារដល់បងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទេ បងប្អូនណាដែលមានជំងឺដូចខ្ញុំចឹងជំងឺគេហៅថាជំងឺមហារីកគ្រាប់ឈាមដូចថាផ្លាកែតយើងចុះខ្សោយផ្លាកែតវាអត់ផលិតគ្រាប់ឈាមក្រហមហ្នឹង បាទ ទៅកន្លែងលោកគ្រូបៃតងទៅដឹងថាជាហើយ បាទ យើងហូបមួយឈុតពីរឈុតដំបូងយើងដូចថាវាអត់ទាន់ដឹងទេបើយើងខ្លាំងហ្នឹងយើងដូចថាបដោះគ្រាប់ឈាមហ្នឹងវាមិនអាចឡើងទៅបានព្រាមទេថាសាំយើងចេះជាយើងហូបទៅដឹងជាហើយ បាទអរគុណច្រើនណាមីងនៅសារចែកលេខរបស់មីងណាបាទចុងក្រោយនេះគឺខ្ញុំអត់មានអីទេមានពាក្យជូនពរណាមីងពូបាទឲ្យជួបតែសុខភាពកាន់តែល្អហើយអាយុវែងប្រកបការងារអីឲ្យបានចម្រុងចម្រើនទាំងអស់គ្នាណាមីងពូណាបាទ